បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដៃថ្មីខាងដំណាំតរេនហ្នឹងហើយខ្ញុំធ្វើវីដេអូនេះឡើងគឺសម្រាប់តែបងប្អូនដែលដៃថ្មីដែលគាត់ទើបតែដាំតរេនបានផលក្នុងរយៈពេល1ឆ្នាំឬ2ឆ្នាំឬក៏បងប្អូនខ្លះទើបតែចាប់ផ្ដើមក្នុងការដាំតរេនអញ្ចឹងណាបាទហ្នឹងហើយក្នុងគោលបំណងវីដេអូរបស់ខ្ញុំធ្វើថ្ងៃនេះគឺខ្ញុំចង់ប្រាប់ចង់បង្ហាញទៅដល់ពួកគាត់ដែលដៃថ្មីសម្រាប់បងប្អូនណាដែលចូលជ័យខាងវិស័យដំណាំតរេនមកជាយូរឆ្នាំហើយបានផលបានលុយបានកម្រៃពីវាក្រាក់ក្រែលច្រើនហើយជោគជ័យនឹងវាច្រើនហើយសូមបងប្អូនអាចអូសរំលងវីដេអូនេះបានបើសិនជាបងប្អូនគិតថាវីដេអូនេះក៏មានប្រយោជន៍សម្រាប់បងប្អូនអ្នកដៃចាស់ដូចគ្នាអញ្ចឹងសូមបងប្អូនតាមដានទស្សនាទាំងអស់គ្នាបាទនេះគឺជាសកម្មភាពខ្ញុំឡើងចងក្តាប់ត្រេនណាបងប្អូនចងមេឃត្រេនណាបន្ទាប់ពីដែលខ្ញុំកាត់ផ្លែកាត់ក្តាប់ចោលមួយចំនួនមូលហេតុដែលខ្ញុំកាត់ក្តាប់កាត់ផ្លែចោលមួយចំនួនគឺវាផ្លែផ្ដុំគ្នាណាបងប្អូនគឺវាផ្លែផ្ដុំគ្នាទៅស្កកគ្នាជាមួយនឹងមេឃដែលមិនគូនៅច្រើនមេឃដែលគូនៅច្រើនមេឃដែលធំសមល្មមនឹងអាចទទួលបានផ្លែ4-10ផ្លែគឺវាអត់ផ្លែជួនកាលវាផ្លែតែផ្លែតិចប៉ុន្តែទៅជាផ្លែអាមេឃច្រើនដែលយើងមិនគូទុកណាមេឃប៉ិនវាជើងឬក៏ប៉ិនក៏ដៃក្មេងផ្លែរហូតដល់20ផ្លែឬក៏5 10ផ្លែអានេះយើងមិនគូទុកទេបងប្អូនមេឃប៉ិនវាជើងយើងអាចទុកបានច្រើនបំផុតគឺ4ផ្លែច្រើនបំផុតគឺ4ផ្លែតិចបំផុតសមល្មមគឺ2ផ្លែ2ផ្លែគឺសមល្មមក្នុងការយើងទុកមេឃប៉ុណ្ណឹងហើយខ្ញុំកាត់ក្តាប់ចោលម្ដងនេះខ្ញុំរាប់មើលកាត់វគ្គ1ណាខ្ញុំកាត់វគ្គ1ណាខ្ញុំកាត់ចោល58ផ្លែ58ក្តាប់ហើយខ្ញុំរាប់មើលនៅជាង100ផ្លែទៀតអញ្ចឹងដើមនេះការតុបតែងការកាត់ក្តាប់ចោលនេះវាមិនទាន់ថាសម្រេចទេវានៅកាត់មួយវគ្គទៀតតាមពិតទៅមួយដើមនេះគឺយើងទុក70ទៅ80ផ្លែហ្នឹងគឺវាច្រើនពេកហើយសម្រាប់ដែលយើងអត់ប្រើជីអត់ប្រើថ្នាំដូចគេណាបើគេប្រើជីប្រើថ្នាំប្រើជីខ្លាំងមួយដើមប៉ុណ្ណឹងគេអាចទុកបានរហូតដល់100ឬក៏100ជាងតែបើយើងអត់ដែលប្រើជីធម្មជាតិសុទ្ធ 100% អញ្ចឹង50-60ផ្លែ70ផ្លែហ្នឹងគឺច្រើនបំផុតហើយយើងទុកច្រើនពេកគឺវាមិនជាចំណេញឲ្យយើងប៉ុន្មានទេទី1ជួនកាលទៅផ្លែរួចអាចនឹងងាប់ដើមតែម្ដងក្រោយពេលដែលយើងប្រមូលផលផ្លែណាព្រោះសកម្មភាពនេះគឺខ្ញុំធ្លាប់ជួបហើយមកដើម50-60ផ្លែ70ផ្លែហ្នឹងក្រោយពេលដែលយើងប្រមូលផលផ្លែអស់ដើមវានឹងសឹងតែថាអស់ស្លឹកដែរពេលដែលវានៅផ្លែគឺវាអត់អីទេដូចមនុស្សយើងដែរណាបងប្អូនមនុស្សយើងពេលដែលពោកូនហ្នឹងគឺអត់អីទេគឺអត់ដុនដាប់អត់ទ្រន់ទ្រាទេចាំមើលពេលដែលសម្រាលកូនចេញមកហើយណាបងប្អូនចាំមើលសកម្មភាពពួកគាត់គឺថាដុនដាប់ទ្រន់ទ្រាមែនទេដូចគ្នានឹងតរេននឹងដែរបើសិនជាការវានៅផ្លែការវានៅយោងផ្លែនៅទប់ផ្លែដែលយើងអត់ទាន់បេះអត់ទាន់ប្រមូលផលអស់ណាគឺសកម្មភាពហើយនឹងសម្រស់សុខភាពដើមវាហ្នឹងគឺថាមើលទៅឃើញតែគូសំទេប៉ុន្តែក្រោយពេលដែលយើងបេះផ្លែអស់បានដឹងខ្លះទៅក៏រោយស្លឹកទៅខ្លះទៅមេឃខ្លះក៏ងាប់ទៅជាក់ស្ដែងដំណាំតរេនគឺបែបហ្នឹងឯងហើយអញ្ចឹងយើងគូតែតុបតែងមេឃតុបតែងក្តាប់ទុកវាណាទុកវាធ្វើម៉េចឲ្យមានសុពលភាពឬក៏ស័ក្តិសមនឹងរូបរាងដើមរបស់វាហ្នឹងណាឃើញថាដើមប៉ុណ្ណេះគឺយើងអាចទុកបានត្រឹម50ផ្លែចុះទេដើមដែលខ្ញុំកំពុងតែឡើងនេះគឺ50ផ្លែចុះហ្នឹងគឺវាល្មមហើយគឺវាសង្កេតថាចង់លើសមៀតវាទៀតណាហើយយើងកុំចង់ចំណេញពេកក្រែងដាច់ចំណងដោយពាក្យចាស់លោកថាណាក្នុងមួយដើមនេះបើសិនជាយើងទុកតាមតែទុកណាអាចនឹង100ឬក៏100ជាងហើយអញ្ចឹងយើងកុំទុកអីជួនកាលវាអាចនឹងងាប់មុនបើយើងទុកច្រើនពេកណាជួនកាលទៅដូចខ្ញុំថាអញ្ចឹងបេះផ្លែអស់គឺវាទៅតែម្ដងនេះហើយគឺការចង់ចំណេញដាច់ចំណងដូចខ្ញុំនិយាយពីដើមវីដេអូមកណាបងប្អូនហើយខ្ញុំជឿថាបងប្អូនមួយចំនួនដៃថ្មីណាដែលទៅតែបានផលឆ្នាំទី1ឆ្នាំទី2ខ្ញុំជឿថាគឺគាត់ច្បាស់ជាអត់ហ៊ានកាត់ក្តាប់ទេទី1គឺគាត់ស្ដាយទី2គាត់គិតថាបើទុកវានឹងបានប្រយោជន៍យើងចាំបាច់បេះចោលស្អីមានបងប្អូនជាច្រើនដែលគាត់អត់ដឹងថាការកាត់ក្តាប់ចោលខ្លះហ្នឹងគឺវាមានអត្ថប្រយោជន៍អ្វីខ្លះផ្ដល់មកឲ្យយើងណាដូចជាស្ដែងមេឃនេះអញ្ចឹងក្នុងមួយមេឃនេះវាមាន20ផ្លែជាងក្នុងមួយមេឃអញ្ចឹងណា20 30ណាហើយខ្ញុំបេះទុកត្រឹមតែ7 8ក្នុងមួយមេឃណាក្នុងមួយមេឃយើងទុក7 8នេះយើងអត់ទាន់ថាសម្រាប់ 100% ទេគឺយើងនៅវគ្គ2ទៀតនៅតែងវគ្គ2ទៀតនៅពេលដែលវារៀងធំបន្តិចយើងនឹងចម្រាញ់មើលម្ដងទៀតថាមួយណាដែលយើងត្រូវកាត់មួយណាដែលយើងត្រូវទុកជាស្ដែងបើមួយមេឃវាមានរហូតដល់20 30ផ្លែគឺយើងទុកអត់បានទី1ផ្លែវាទួចផ្លែវាមិនអាចចូលលេខមិនអាចចូលស្តង់ដារស្តង់ដាររបស់គេគឺគេយកលេខ1ហើយបើយើងទុកច្រើនពេកគឺវាទាញជីផ្លែដែលយើងគិតថាវាជាលេខ1ហ្នឹងអនាគតទៅវាអាចនឹងខ្លាចជាលេខ2ដោយសារវាខ្វះជាតិជីជាតិបំពន់ជាតិបំពៅដោយសារតែវាដណ្ដើមគ្នាស៊ីណាបងប្អូនដល់អញ្ចឹងទៅវាធ្វើឲ្យផ្លែហ្នឹងវីកខ្វេខ្វល់ធ្វើឲ្យគេគិតជាលេខ2បើសិនជាផ្លែល្អលេខ1អានេះតម្លៃពេញតែបើលេខ2តម្លៃអត់ពេញទេបាទវីដេអូខ្ញុំគឺអត់មានអីច្រើនទេខ្ញុំធ្វើឡើងនេះគឺសម្រាប់តែបងប្អូនដូចខ្ញុំថាអញ្ចឹងបងប្អូនដៃថ្មីដែលគាត់ចង់បានផ្លែតរេនធំល្អហើយលេខ1ច្រើនអញ្ចឹងណាគឺយើងអាចធ្វើវិធីនេះបានគឺយើងអាចធ្វើវិធីនឹងបានដោយកាត់ក្តាប់ដែលមិនល្អចោល
ក្តាប់ណាដែលមិនល្អឬក៏ក្តាប់ណាល្អក៏ដោយក៏យើងត្រូវតែកាត់ចោលដែរក្នុងចង្កោមណាមួយដែលវានៅច្រើនលើសប្រក្រតីណាតាមពិតទៅក្តាប់ត្រេនវាមិនជាចាំបាច់កាត់អីក៏បានដែរបើសិនជាវានៅរាយប៉ាយពេញដើមឧទាហរណ៍មួយមេឃដែលធំប្រព័ន្ធកដៃកជើងហ្នឹងមួយមេឃហ្នឹងនៅ5មេឃនោះនៅ5មេឃនោះនៅ5ពេញដើមហ្នឹងអានេះគឺយើងអត់កាត់ទេប៉ុណ្ណឹងវាសមមមហើយប៉ុន្តែវាអកុសលអាមេឃដែលធំហ្នឹងជួនកាលបាន4 5ជួនកាលទៅ2 1ជួនកាលទៅគឺអត់មានសោះហ្មងតែបើទៅមានមេឃនៅខាងលើខាងចុងអាមេឃដែលទូចអាមេឃដែលប៉ុនមេជើងប៉ុនកដៃក្មេងជាមួយវាទៅផ្ដុំក្បាលគ្នានៅហ្នឹងកុសកនៅហ្នឹងដល់ចឹងទៅយើងទុកវាអត់បានហើយត្រេនខ្ញុំតែងតែជំរុះមេឃខាងក្រោមចោលខ្ញុំអត់ដែលទុកឲ្យវានៅទៀបឬក៏ស្ខៀបែកមេឃនៅជាប់នឹងដីទេព្រោះថាខ្ញុំតាមដានកន្លងមកគឺវាអត់ដែលផ្លែសោះអាមេឃក្រោមហ្នឹងផ្លែជួនកាលផ្លែ1ផ្លែ2អីអស់គេភាគច្រើនគេទុកសឹងថាដើរកាត់ស្មៅឬក៏ដើរបោះសម្អាតក្រោមគល់ហ្នឹងគឺថាសឹងតែមិនចង់រួចបើខ្ញុំអត់ទេកាត់ឡើងស្លាស់អស់ហើយខ្ញុំទុកតែខាងលើទេព្រោះខ្ញុំតាមដានកន្លងមកគឺឃើញថាបែបហ្នឹងមែនបាទអរគុណពុកម៉ែបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនាវីដេអូបើពេញចិត្តកុំភ្លេច Subscribe អ្នកមួយផងណា